សួស្តីបងប្អូនពូមីងនិងអ្នកទាំងអស់គ្នាថ្ងៃនេះ BAMF Cambodia កំពុងធ្វើដំណើរទៅកាន់ចំការទុរេនមួយនៅស្រុកសំឡូតដើម្បីផ្ដល់ការប្រឹក្សាបច្ចេកទេសសូមបងប្អូនរួមដំណើរជាមួយពួកយើងផងណាធ្វើដំណើរជាង500គីឡូម៉ែត្រទីបំផុតពួកយើងក៏ជិតដល់ចំការហើយនៅតាមផ្លូវចូលទៅផ្ទះបងប្រុសនិងបងស្រីម្ចាស់ចំការខ្ញុំឃើញដើមដូងក្មេងជាជួរមើលទៅស្រស់ស្អាតណាស់សង្ឃឹមថាលើកក្រោយត្រឡប់មកវិញនឹងមានផ្លែដូងឲ្យផឹកទីបំផុតបន្ទាប់ពីធ្វើដំណើរផ្លូវឆ្ងាយក្រុមការងារយើងក៏បានមកដល់ហើយពេលបងប្រុសនិងបងស្រីឃើញមុខពួកយើងគាត់អស់សំណើចភ្លាមព្រោះម្នាក់មើលទៅនឿយហត់ខ្លាំងណាស់មកដល់ភ្លាមក្រុមការងារយើងចុះទៅចំការផ្ដល់ការប្រឹក្សាភ្លាមមុនពេលថ្ងៃក្តៅខ្លាំងព្រោះក្តៅពេកនឿយណាស់ចំការរបស់បងប្រុសនិងបងស្រីថែទាំល្អដើមលូតលាស់ល្អមើលទៅឃើញការយកចិត្តទុកដាក់របស់គាត់មើលចុះផ្លែទាំងនេះមូលស្អាតណាស់បន្តិចទៀតខ្ញុំនឹងបេះមកកាត់បង្ហាញឲ្យបងប្អូនមើលថាសាច់ខាងក្នុងមានសភាពយ៉ាងណាហើយបងដែលនៅជិតនោះក៏សង្ហាដែរពិតជាមានសំណាងណាស់ដែលបងប្រុសបងស្រីបានទស្សនាវីដេអូនៅលើ Fanpage ដោយចៃដន្យហើយបានផ្ដល់ឱកាសឲ្យពួកយើងបានមកមើលចម្ការនិងជួយប្រឹក្សាយោបល់ផ្នែកបច្ចេកទេសក្នុងចំណោមជម្រើសជាច្រើននៅខាងក្រៅប្រសិនបើបងបានទស្សនាវីដេអូនេះក្រុមហ៊ុនពួកយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងដែលបានផ្ដល់ទំនុកចិត្តដល់ពួកយើងដូចដែលបានសន្យាជាមួយបងប្អូនឥឡូវនេះខ្ញុំនឹងកាត់ទុរេននេះដើម្បីឲ្យអ្នកទាំងអស់គ្នាបានឃើញសាច់ខាងក្នុងថាយ៉ាងម៉េចដែរផ្លែនេះមើលពីខាងក្រៅស្អាតណាស់ធំឡាខៀវស្ងាត់ហើយឡានៅពេញអត់មានសិតអត់មានឆ្កូតអីទេមើលទៅគួរឲ្យជក់ចិត្តមកពេលកាត់រៀនយូរបន្តិចហើយសង្ឃឹមថាបងប្អូននឹងជួយរំចាំហើយមកមើលគណៈពេលបើកឆាកផ្លែទុរេននេះជាមួយខ្ញុំទាំងអស់គ្នាដែរអូហូមើលសាច់ទុរេនឡើងច្រើនតែម្ដងមើលសាច់វាចុះរំមួយខ្លងហើយពណ៌លឿងទុំគួរឲ្យចង់ខ្លាំងណាស់បងប្អូនអើយនេះខ្ញុំសូមយកកាមេរ៉ាមកថតឲ្យជិតបន្តិចដើម្បីឲ្យបងប្អូនបានឃើញច្បាស់ទាំងអស់គ្នាដល់បងប្អូនមិនឲ្យចាំទេឥឡូវគាត់រៀននឹងកាត់ផ្លែទី1ទៀតហើយចាំមើលថាសាច់ទៅដូចផ្លែឡើងច្រើនសាច់BAMFពិតជាមានមោទនភាពខ្លាំងណាស់ដែលបានរួមដំណើរជាមួយបងប្អូនពូមីងអ្នកដាំទុរេននៅស្រុកសំឡូតខេត្តបាត់ដំបងក៏ដូចជាបណ្ដាចំការទាំងអស់សូមអរគុណបងប្អូនពូមីងខ្លាំងណាស់ដែលបានតាមដានទស្សនានិងរួមដំណើរជាមួយ BAMF ក្នុងទស្សនកិច្ចថ្ងៃនេះណាបងប្អូនពូមីងអាចតាក់ទងតាមរយៈព័ត៌មាននៅលើអក្រង់នេះបានដើម្បីឲ្យ BAMF បានចុះទៅដល់ចំការផ្ទាល់ជួបជុំនិងជួយប្រឹក្សាយោបល់ផ្នែកបច្ចេកទេសជូនដល់ចំការរបស់បងប្អូនណាជួបបងប្អូនពូមីងនៅវីដេអូបន្ទាប់បាទBAMFសូមជម្រាបលាបងប្អូនពូមីងហើយបាទ